កម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានលើកទី23ជំរុញនវានុវត្តន៍ក្នុងការផ្តល់សេវាសាធារណៈសៀមរាបកម្ពុជាបានបើកកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈលើកទី23 ASEAN Cooperation on Civil Service Matters ដោយប្រមូលផ្ដុំមន្ត្រីជាន់ខ្ពស់មកពីបណ្ដាប្រទេសសមាជិកអាស៊ាននិងប្រទេសដៃគូដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនិងជំរុញនវានុវត្តន៍ក្នុងវិស័យមុខងារសាធារណៈក្រោមមូលបត្រនវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឲ្យកាន់តែប្រសើរឡើង Innovation for Better Service Delivery កិច្ចប្រជុំដែលប្រព្រឹត្តទៅនៅខេត្តសៀមរាបចាប់ពីថ្ងៃទី3ដល់ថ្ងៃទី5ខែសីហាឆ្នាំ2026គឺជាផ្នែកមួយនៃការទទួលធ្វើជាប្រធានបដូវវេនរបស់កម្ពុជាសម្រាប់អាណត្តិឆ្នាំ2024ដល់2026លើកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈនិងកិច្ចប្រជុំអាស៊ានបូក3ស្តីពីកិច្ចការមុខងារសាធារណៈលើកទី8ពិធីបើកកិច្ចប្រជុំត្រូវបានដឹកនាំដោយលោកយុគប៊ុនណារដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់កិច្ចសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈមន្ត្រីបង្គោលមកពីប្រទេសសមាជិកអាស៊ានទាំង10តំណាងលេខាធិការដ្ឋានអាស៊ាននិងគណៈប្រតិភូមកពីប្រទេសដៃគូក្នុងពិធីបើកកិច្ចប្រជុំលោកយុគប៊ុនណាបានដឹកនាំការពិនិត្យពិភាក្សានិងសម្របសម្រួលលើឯកសារគោលនយោបាយរបាយការណ៍វឌ្ឍនភាពនិងរបៀបវិរៈនានាដើម្បីត្រៀមសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដែលនឹងប្រព្រឹត្តទៅនៅថ្ងៃបន្ទាប់លោកយុគប៊ុនណាបានមានប្រសាសន៍ថាកិច្ចប្រជុំថ្នាក់តំបន់ដ៏មានសារៈសំខាន់នេះធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរបទពិសោធន៍និងជំរុញការធ្វើនវានុវត្តន៍ក្នុងវិស័យមុខងារសាធារណៈរវាងបណ្ដាប្រទេសជាសមាជិកអាស៊ាននិងប្រទេសដៃគូដើម្បីឆ្លើយតបទៅនឹងការផ្តល់សេវាសាធារណៈជូនប្រជាលោកបានបន្ថែមថាកិច្ចពិភាក្សារបស់មន្ត្រីជាន់ខ្ពស់នឹងជួយសម្របសម្រួលលើគោលនយោបាយនិងអាទិភាពរួមរបស់តំបន់ដើម្បីធានាថាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនឹងសម្រេចបានលទ្ធផលជាក់ស្ដែងដែលរួមចំណែកដល់ការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈនៅក្នុងតំបន់អាស៊ានយោងតាមក្រសួងមុខងារសាធារណៈកម្ពុជាបានជ្រើសរើសមូលបត្រនវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឲ្យកាន់តែប្រសើរឡើងក្នុងគោលបំណងប្រមូលផ្ដុំនិងចែករំលែកចំណេះដឹងឧត្តមានុវត្តន៍និងបទពិសោធន៍ពាក់ព័ន្ធនឹងនវានុវត្តន៍ក្នុងការគ្រប់គ្រងនិងការផ្តល់សេវាសាធារណៈព្រមទាំងជំរុញការអនុវត្តសេចក្តីណែនាំអាស៊ានស្តីពីការផ្តល់សេវាសាធារណៈនិងលើកកម្ពស់ការធ្វើនវានុវត្តន៍ក្នុងរដ្ឋបាលសាធារណៈក្រសួងបានបញ្ជាក់ថាកិច្ចប្រជុំនេះគាំទ្រដល់ការអនុវត្តផែនការការងារកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈឆ្នាំ2021ដល់2025ដែលមានគោលបំណងកសាងមុខងារសាធារណៈដែលមានសមត្ថភាពខ្ពស់ភាពស្វាហាប់និងផ្ដោតលើប្រជាពលរដ្ឋកិច្ចប្រជុំនេះក៏ស្របតាមចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ2025ដែលផ្ដោតលើអាស៊ានរួមបញ្ចូលបរិយាបន្នភាពធន់និងផ្ដោតលើប្រជាពលរដ្ឋព្រមទាំងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ2045ដែលលើកកម្ពស់អាស៊ានប្រកបដោយភាពធន់នវានុវត្តន៍ភាពស្វាហាប់និងផ្ដោតលើប្រជាពលរដ្ឋកិច្ចប្រជុំនេះក៏រួមចំណែកគាំទ្រដល់គោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី16 SDG 16ស្តីពីសន្តិភាពយុត្តិធម៌និងស្ថាប័នរឹងមាំផងដែរក្រសួងមុខងារសាធារណៈបានបញ្ជាក់ថាការផ្តល់សេវាសាធារណៈប្រកបដោយគុណភាពប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាពគឺជាមូលដ្ឋានសម្រាប់កសាងទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះរាជរដ្ឋាភិបាលនិងជាកត្តាសំខាន់សម្រាប់រក្សាសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាពដូច្នេះមន្ត្រីរាជការនិងស្ថាប័នសាធារណៈត្រូវបន្តអនុវត្តវិធីសាស្ត្រថ្មីៗនិងប្រើប្រាស់នវានុវត្តន៍ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនិងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈមានប្រភពចាប់តាំងពីឆ្នាំ1980ហើយកិច្ចប្រជុំលើកដំបូងត្រូវបានរៀបចំនៅប្រទេសហ្វីលីពីនក្នុងឆ្នាំ1981នៅឆ្នាំ2015អាស៊ានបានសម្រេចផ្លាស់ប្តូរឈ្មោះយន្តការនេះពី ASEAN Conference on Civil Service Matters មកជា ASEAN Cooperation on Civil Service Matters ដើម្បីឆ្លុះបញ្ចាំងពីការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្ដែងរវាងប្រទេសសមាជិកបន្ថែមពីលើប្រទេសសមាជិកអាស៊ានទាំង10យន្តការកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈបូក3ក៏រួមបញ្ចូលប្រទេសចិនជប៉ុននិងសាធារណរដ្ឋកូរ៉េខណៈអូស្ត្រាលីកាណាដានិងឥណ្ឌាក៏ចូលរួមជាដៃគូសន្ទនាក្នុងកិច្ចសហប្រតិបត្តិការផ្នែកមុខងារសាធារណៈផងដែរកម្ពុជាបានចូលជាសមាជិកកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈបូក3នៅឆ្នាំ2001បន្ទាប់ពីចូលជាសមាជិកអាស៊ាននៅឆ្នាំ1999និងធ្លាប់ធ្វើជាប្រធានបដូវវេនលើកដំបូងក្នុងអាណត្តិឆ្នាំ2005-2006អាណត្តិជាប្រធានបច្ចុប្បន្ន2024-2026ត្រូវបានផ្ទេរមកកម្ពុជាជាផ្លូវការក្នុងអំឡុងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈបូក3លើកទី22និងកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈបូក3លើកទី7ដែលប្រារព្ធធ្វើនៅទីក្រុងបង់ដាស៊េរីបេកាវ៉ាន់ប្រទេសប្រ៊ុយណេដារូសាឡាមកាលពីខែសីហាឆ្នាំ2024ក្រោមការដឹកនាំរបស់លោកហ៊ុនម៉ាណីឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈយោងតាមក្រសួងមុខងារសាធារណៈការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់តំបន់នាពេលនេះឆ្លុះបញ្ចាំងពីការបដិញ្ញាចិត្តរបស់កម្ពុជាក្នុងការជំរុញកិច្ចសហប្រតិបត្តិការអាស៊ាននិងរួមចំណែកកសាងរដ្ឋបាលសាធារណៈដែលមាននវានុវត្តន៍ប្រសិទ្ធភាពតម្លាភាពនិងផ្ដោតលើប្រជាពលរដ្ឋនៅទូទាំងតំបន់អាស៊ាន